trong banទូរស័ព្ទមួយដែលអាចធ្វើការថតរូបបានគ្រប់ស្ថានភាពទាំងប្លង់ចង្អៀតទាំងប្លង់ទូលាយទាំងប្លង់ស៊ូមអ្នកទាំងនេះសូមកលេចមកមើល Xiaomi 15T Pro មួយនេះនៅពេលដែលយើងចាប់កាន់ជាមួយនឹង Xiaomi 15T Pro នេះដំបូងបំផុតគឺយើងប្រកាសជាចាប់អារម្មណ៍តាក់ទងជាមួយនឹងទំហំរបស់វាតែទូរស័ព្ទមួយនេះគឺបំពាក់មកជាមួយនឹងអេក្រង់ការពារភ្នែក AMOLED ដែលមានទំហំ 6.83 អ៊ីងដែលបន្ថែមពីនេះគឺវាមានកែមស្ដើងបំផុតនៅគ្រប់ជ្រុងទាំងអស់តែម្ដងហើយទោះបីជាទូរស័ព្ទនេះមានអេក្រង់ធំមែនប៉ុន្តែតាក់ទងជាមួយនឹងទម្ងន់របស់វាគឺមិនធ្ងន់ពេកទេតែទូរស័ព្ទមួយនេះគឺមានទម្ងន់ត្រឹមតែ210ក្រាមតែប៉ុណ្ណោះបើយើងមើលទៅលើ build quality របស់ទូរស័ព្ទមួយគ្រឿងនេះគឺយើងឃើញថាស្រស់ស្អាត design បែបប្រណិតពណ៌មាសរាងវាមូលតាក់ទាញមើលទៅបែប premium ហ្មងនៅផ្នែកខាងក្រោយនេះគឺយើងឃើញជាមួយនឹងគេដាក់ពាក្យថា Xiaomi ហើយនៅខាងលើនេះគឺជាកាមេរ៉ារបស់យើងនឹងឯងអ្វីដែលយើងគួរតែកត់សម្គាល់មួយទៀតគឺនៅផ្នែកខាងក្រោយកន្លែងកាមេរ៉ាហ្នឹងគេដាក់ពាក្យថា Leica ដែលយើងអាចសន្និដ្ឋានបានថាតាក់ទងជាមួយនឹងគុណភាពដែលថតរូបចេញពីទូរស័ព្ទមួយនេះគឺដឹងតែមិនធម្មតាដែលបន្តិចទៀតខ្ញុំនឹងបង្ហាញអំពីកាមេរ៉ាជូនទៅកាន់អ្នកនរគ្នាសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំពិតជាពេញចិត្តជាមួយនឹងទូរស័ព្ទដែលមានការ design បែបនេះក៏ដូចជាតាក់ទងជាមួយនឹងនៅផ្នែកខាងក្រោយហ្នឹងពេលដែលយើងចាប់កាន់ទៅអត់មានជាប់ស្នាមកញ្ចៅដៃអីនោះទេហើយបន្ថែមពីនឹងដែរចំពោះទូរស័ព្ទមួយគ្រឿងនេះក៏បំពាក់មកជាមួយនឹងអាវក្រោះការពារទឹក IP68 ដែលវាអាចធ្វើការការពារទៅលើទឹកការពារទៅលើការធ្លាក់បានយ៉ាងល្អខ្ញុំសូមទាញចំណាប់អារម្មណ៍អ្នកទាំងគ្នាមកមើលអំពី display នៅលើទូរស័ព្ទមួយនេះម្ដងដែលយើងទទួលបានជាមួយនឹង refresh rate រហូតដល់ 144Hz ដែលចំនួនប៉ុណ្នេះគឺដឹងតែ smooth ហើយមិនថាយើងប្រើប្រាស់ទៅលើការងារទូទៅឬក៏យើងលេងហ្គេមនោះទេតាក់ទងជាមួយនឹង display មួយនេះគឺយើងអាចធ្វើការប្រើប្រាស់នៅខាងក្រៅដោយចាំបាច់បារម្ភនោះទេដោយសារតែវាបំពាក់មកជាមួយនឹងកម្រិតពន្លឺរហូតដល់ 3200 nit ដែលយើងនៅតែអាចមើលបានច្បាស់ល្អទោះបីជាយើងនៅក្រោមពន្លឺថ្ងៃក៏ដោយកញ្ចក់ខាងលើរបស់វានេះគឺជាប្រភេទ Gorilla Glass 7i ដែលវាអាចធ្វើការការពារទៅលើការកកឆ្កូតបានយ៉ាងល្អចំពោះ performance របស់ទូរស័ព្ទមួយគ្រឿងនេះគឺយើងទទួលបានជាមួយនឹងបន្ទះ chip MediaTek Dimensity 9400 ដែលជា chip កំពូលមួយជាមួយនឹង RAM 12GB ហើយនឹង storage 1TB តាក់ទងជាមួយនឹង spec ប៉ុណ្ណឹងណាមិនថាយើងប្រើទៅលើការងារទូទៅការលេងហ្គេមការដែលយើងថតរូបថតវីដេអូការកាត់តវីដេអូអីគឺអត់មានបញ្ហានោះទេគឺដឹងតែ smooth ទេឥឡូវយើងងាកមកមើលចំណុចដ៏លេចធ្លោអំពីទូរស័ព្ទមួយនេះម្ដងគឺតាក់ទងជាមួយនឹងរឿងកាមេរ៉ាវិញនៅលើទូរស័ព្ទមួយនេះគឺយើងទទួលបានជាមួយនឹងកាមេរ៉ា3គ្រាប់ដែលបំពាក់មកជាមួយនឹងកែវ lens optic Leica Samila ជាមួយនឹង main sensor ដែលមានទំហំ 50 megapixel Live Fusion 900ជាមួយនឹង OIS ព្រមទាំង 5x telephoto lens ដែលមានទំហំ 50 megapixel ដែលមកជាមួយនឹង OIS ដូចគ្នាហើយនឹង lens មួយទៀតគឺជា lens ultra wide ដែលមានទំហំ 12 megapixel ខ្ញុំក៏បានយកទូរស័ព្ទមួយគ្រឿងនេះទៅគ្រប់ទីតាំងដែលខ្ញុំបានទៅមួយរយៈចុងក្រោយនេះហើយខ្ញុំក៏បានធ្វើការថតរូបមួយចំនួនតាក់ទងជាមួយនឹងគុណភាពរូបភាពដែលថតចេញពីទូរស័ព្ទមួយនេះគឺឃើញថា detail ល្អសាច់រូបភាពស្អាតហើយចំពោះការ zoom វិញគឺអេមតែម្ដងមានតាំងពី 2x មានតាំងពី 5x មានតាំងពី 10x ហើយយើងអាច zoom បានរហូតដល់ 100x ផងដែរដែលវាផ្ដល់ភាពងាយស្រួលមែនទែននៅពេលដែលយើងចង់ធ្វើការថតរូបនៅទីតាំងដែលឆ្ងាយពីយើងអាចធ្វើការ zoom មកអស់ដៃតែម្ដងហើយដូចខ្ញុំបញ្ជាក់មុននឹងអញ្ចឹងវាក៏មានជាមួយនឹង lens មួយទៀតសម្រាប់យើងប្រើប្រាស់ក្នុងការថតប្លង់ទូលាយដែលវាផ្ដល់ភាពងាយស្រួលមែនទែននៅពេលដែលយើងទៅផ្សារទំនើបដែលយើងចង់ចាប់យកប្លង់ទូលាយអីគឺយើងអាចធ្វើការចាប់បានភ្លាមហើយខ្ញុំនឹងធ្វើការដាក់រូបភាពទាំងអស់ដែលខ្ញុំបានថតមួយរយៈហ្នឹងនៅលើ screen ឲ្យអ្នកនរគ្នាមើលនៅក្នុងហ្នឹងក៏មានជាមួយនឹងបច្ចេកវិទ្យាថ្មីមួយដែលគេហៅថា Spotlight Photography Technology ដែលវាអាចធ្វើការកែតម្រូវពន្លឺហើយនឹងស្រមោលអូតូម៉ាទិកតែម្ដងដើម្បីធ្វើឲ្យ subject របស់យើងហ្នឹងវាលេចធ្លោទោះបីជាយើងថតនៅកន្លែងដែលមានពន្លឺតិចក៏ដោយនៅខាងមុខគឺយើងមានជាមួយនឹងកាមេរ៉ាមួយដូចគ្នាដែលយើងទទួលបានជាមួយនឹងកាមេរ៉ាដែលមានទំហំ 32 megapixel សម្រាប់យើងប្រើប្រាស់ក្នុងការដែលយើងថត selfie ហើយបើយើងងាកទៅមើលផ្នែកវីដេអូវិញគឺយើងអាចធ្វើការថតបានកម្រិត 4K 120 frame ឬក៏យើងអាចថតបានខ្ពស់បំផុតក្នុងកម្រិត 8K 30 frame ផងដែរនិយាយទៅយើងអាចធ្វើការថតទៅលើ content យកទៅ post social media មកឆ្ងាញ់តែម្ដងមានមុខងារមួយដែលខ្ញុំចូលចិត្តខ្លាំងមែនទែនដែលគេហៅថា fast shot ដែលយើងគ្រាន់តែចុចនៅកន្លែងបន្ថយសំឡេងនេះពីរដងគឺវាអាចធ្វើការថតរូបឲ្យយើងភ្លាមដែលមុខងារមួយនេះគឺវាផ្ដល់ភាពងាយស្រួលមែនទែនដោយសារសកម្មភាពខ្លះគឺវាអាចកើតឡើងម្ដងហើយម្ដងទៀតទេអញ្ចឹងយើងគ្រាន់តែចុចនៅកន្លែងហ្នឹងពីរដងអាចថតរូបបានភ្លាមតែម្ដងកន្លែងនេះខ្ញុំចូលចិត្តហ្មងអញ្ចឹងហើយមុនហ្នឹងគឺយើងបានដឹងអំពី performance របស់ទូរស័ព្ទមួយគ្រឿងនេះហើយយើងក៏បានដឹងតាក់ទងជាមួយនឹងគុណភាពនៃរូបភាពចេញពីទូរស័ព្ទមួយនឹងដូចគ្នាឥឡូវយើងងាកមកមើលតាក់ទងជាមួយនឹងគុណភាពថ្មរបស់វាម្ដងចំពោះទូរស័ព្ទមួយគ្រឿងនេះគឺបំពាក់មកជាមួយទំហំថ្ម 5500 mAh ដែលវាប្រើប្រាស់ជាមួយនឹងកម្លាំងសាក fast charge 90W បន្ថែមពីនឹងដែរវាក៏ប្រើប្រាស់ជាមួយនឹង wireless charging ដែលមានកម្លាំង 50W ផងដែរហើយចំពោះការសាកជាមួយនឹងខ្សែមួយពេញវិញគឺយើងចំណាយពេលត្រឹមតែ36នាទីតែប៉ុណ្ណោះហើយខ្ញុំក៏បានធ្វើការសាកមកពេញជាមួយនឹងទូរស័ព្ទមួយគ្រឿងនេះហើយខ្ញុំយកទៅប្រើប្រាស់ជាទូរស័ព្ទប្រចាំថ្ងៃរបស់ខ្ញុំតែម្ដងទាំងការឆាតទាំងការធ្វើការទាំងការថតរូបថតវីដេអូប្រើប្រាស់ social media អីគឺខ្ញុំអាចធ្វើការប្រើប្រាស់បានមួយថ្ងៃពេញ
ល្ងាចឡើងនៅពេលដែលខ្ញុំមកដល់ផ្ទះគឺខ្ញុំធ្វើការដាក់សាកទៅស្អែកខ្ញុំអាចធ្វើការយកទូរស័ព្ទហ្នឹងទៅប្រើទៅលើការងាររបស់ខ្ញុំបន្តទៀតបានហើយនៅលើ Xiaomi 15T Pro នេះគឺដំណើរការនៅលើ HyperOS 3 ដែលយើងទទួលបានជាមួយនឹង UI ដ៏ស្រស់ស្អាតក៏ដូចជា feature ល្អៗជាច្រើននៅលើទូរស័ព្ទហ្នឹងក៏មានជាមួយនឹង Xiaomi Hyper AI Engine ដែល AI ហ្នឹងមិនមែនគ្រាន់តែជួយឲ្យ app ដើរលឿនទេប៉ុន្តែវាអាចធ្វើការស្វែងយល់ការប្រើប្រាស់របស់យើងការជួយ enhance ទៅលើ image processing ការដែលវាអាចជួយ boost ទៅលើ game frame rate ក៏ដូចជាការសិក្សាអំពីគុណភាពថ្មដែលយើងបានប្រើប្រាស់ដូចគ្នា Hyper AI ហ្នឹងគឺមានមុខងារ AI ជាច្រើនដែលយើងអាចធ្វើការប្រើប្រាស់បានទៅតាមតម្រូវការរបស់យើងជាក់ស្ដែងហើយ Xiaomi 15T Pro នេះគឺគេសហការជាមួយនឹង Google Gemini អញ្ចឹងដើម្បីយើងអាចធ្វើការប្រើប្រាស់មុខងារហ្នឹងបានអត់ចាំបាច់ស្មុគស្មាញទេចុចកន្លែងប៊ូតុង lock ឲ្យជាប់គឺ Gemini នឹង load pop up នៅក្រោមហ្នឹងឲ្យយើងឃើញតែម្ដងអ្វីដែលខ្ញុំចាប់អារម្មណ៍មួយទៀតគឺ Xiaomi 15T Pro នេះបំពាក់មកជាមួយនឹង Xiaomi Astral Communication ដែលមុខងារមួយនេះគឺយើងអាចធ្វើការ call ស្វែងរកគ្នាទោះបីជាទូរស័ព្ទរបស់យើងអត់មានអ៊ីនធឺណិតក៏ដោយមុខងារមួយហ្នឹងគឺមានផលប្រយោជន៍ខ្លាំងមែនទែនឧទាហរណ៍ថាយើងទៅបោះតង់នៅក្នុងព្រៃឬក៏យើងទៅលេងទឹកឈ្មោះនៅទីតាំងទាំងអស់ហ្នឹងវាអត់សូវមានសេវាអញ្ចឹងយើងអាចធ្វើការប្រើប្រាស់ជាមួយនឹងមុខងារមួយហ្នឹងដើម្បីធ្វើការ call ស្វែងរកមិត្តភក្តិឬក៏ដៃគូរបស់យើងបានបន្ទាប់ពីខ្ញុំបានធ្វើការចំណាយពេលជាមួយនឹងទូរស័ព្ទមួយនេះមួយរយៈគឺខ្ញុំឃើញថាតាក់ទងជាមួយនឹងអេក្រង់ដែលមាន refresh rate រហូតដល់ 144Hz គុណភាពថ្មដែលយើងអាចធ្វើការប្រើប្រាស់បានមួយថ្ងៃក៏ដូចជាមុខងារពិសេសអំពីកាមេរ៉ានេះដែលអាចធ្វើការថតរូបបានយ៉ាងស្រស់ស្អាតនេះគឺខ្ញុំគិតថាវាពិតជាស័ក្តិសមមែនទែនសម្រាប់អ្នកដែលគាត់កំពុងតែស្វែងរកទូរស័ព្ទមួយដែលមានមុខងារទាំងអស់ហ្នឹងចូលគ្នាតែម្ដងដែលយើងប្រើតែមួយទៅគឺគ្រប់គ្រាន់ហើយដូចជាអ្នកផលិតមាតិកាដូចជាអ្នកដែលចូលចិត្តថតដើម្បីផុសអំពីអាជីវកម្មរបស់ពួកគាត់គឺគាត់ត្រូវការងារថតផងត្រូវកាត់ផងត្រូវយកទៅផុសផងហើយគាត់ចង់ប្រើជាមួយនឹងឧបករណ៍ច្រើនគឺទូរស័ព្ទមួយនេះអាចដោះស្រាយទៅលើបញ្ហាហ្នឹងឲ្យយើងតែម្ដងហើយចំពោះ Xiaomi 15T Pro នេះនៅពេលដែលយើងធ្វើការទិញគឺយើងទទួលបានជាមួយនឹងទូរស័ព្ទហ្នឹងមួយយើងទទួលបានជាមួយនឹងដុំសាក 90W មួយហើយនឹងខ្សែសាក USB មួយទៀតចំពោះតម្លៃរបស់ទូរស័ព្ទមួយគ្រឿងនេះគឺមានតម្លៃ$639សម្រាប់ spec ដែលមាន RAM 12GB ហើយនឹង storage 512GB ហើយកាន់តែពិសេសគឺយើងនឹងទទួលបានការធានារយៈពេល1ឆ្នាំចេញពីក្រុមហ៊ុនផ្លូវការផ្ទាល់តែម្ដងអញ្ចឹងតាក់ទងជាមួយនឹង Xiaomi 15T Pro ហ្នឹងគឺយើងមានប៉ុណ្ណឹងហើយអ្នកនរនេះយល់យ៉ាងណាដែរតើចាប់អារម្មណ៍មុខងារមួយណាជាងគេកាមេរ៉ាការ design អេក្រង់ឬក៏មុខងារមួយណាជួយ comment នៅខាងក្រោមហើយយើងជួបគ្នានៅវីដេអូក្រោយៗទៀត